បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់របស់ Economics Cambodia ដែលនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាជាមួយនឹង interest rate ហើយនិង inflation អត្រាការប្រាក់ហើយនិងអតិផរណាបាទអញ្ចឹងឥឡូវយើងទៅស្វែងយល់ពីអត្រាការប្រាក់ហើយនិងអតិផរណានៅក្នុងសេដ្ឋកិច្ចទាំងអស់គ្នាបាទអញ្ចឹងអានេះនៅផ្នែកទី1យើងស្វែងយល់ថាតើស្អីទៅជា inflation ហ្នឹងអតិផរណាហ្នឹងណាបាទអញ្ចឹង inflation ហ្នឹងគឺជាទូទៅគឺgeneral rise in price of goods and services over time ដែលន័យថាការកើនឡើងនៃតម្លៃឬក៏នៃតម្លៃរបស់ផលិតផលឬក៏សេវាកម្មពីមួយពេលទៅមួយពេលណាបាទអញ្ចឹងអតិផរណាយើងនិយាយឲ្យស្រួលស្ដាប់ទៅគឺការកើនឡើងតម្លៃនៃផលិតផលឬក៏សេវាកម្មពីមួយពេលទៅមួយពេលហ្នឹងហើយពេលដែលវាទំនិញឬក៏ផលិតផលសេវាកម្មកើនតម្លៃអញ្ចឹង money lost purchasing power អញ្ចឹងពេលដែលទំនិញឡើងថ្លៃអញ្ចឹងលុយដែលយើងមានហ្នឹងគឺវាបានថយឥទ្ធិពលបាទអញ្ចឹងបានន័យថាក្នុងឆ្នាំមុនយើងមាន$1យើងអាចទិញអីវ៉ាន់អីបានមួយប៉ុន្តែឆ្នាំនេះយើងត្រូវការ$1.10សេនដើម្បីអាចទិញអីវ៉ាន់ដូចគ្នាកាលពីឆ្នាំមុនហ្នឹងអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងគឺ inflation ហើយនេះយើងមើលគំរូ example ឧទាហរណ៍របស់គេគេថា a cup of coffee increase ចាប់ពី$5,000រៀលទៅ$5,500រៀលបាទអញ្ចឹងអាហ្នឹងយើងឃើញកាហ្វេគឺកើនឡើងពីមួយកែវ$5,000ទៅ$5,500អញ្ចឹងអាហ្នឹងហើយ inflation អតិផរណាបាទហើយមួយទៀត small inflation is normal and show growth ជាទូទៅអតិផរណាហ្នឹងបើវាមានកម្រិតទាបគឺវាជារឿងធម្មតាទេហើយកម្រិតប្រមាណទៀតជាទូទៅក្រោម3%ចន្លោះពី1 2ឬ3%ហ្នឹងគឺកម្រិតធម្មតាហើយ inflation ហ្នឹងណាបាទហើយមួយទៀតបើសិនជាវាកើនឡើងលើសពី3%ទៅ4 5 6អីទៅអាហ្នឹងគឺtoo much inflation ហើយបាទអញ្ចឹង income can't keep up economic problem បាទតែប្រាក់ចំណូលរបស់យើងហ្នឹងអត់អាចទប់ទល់ជាមួយនឹងការកើនឡើងតម្លៃនឹងបានទេអញ្ចឹងឧទាហរណ៍យើងអ្នកធ្វើការជាទូទៅយើងមានប្រាក់ខែហើយប្រាក់ខែយើងមិនបានឡើងខ្លាំងអញ្ចឹងទេណាបាទអញ្ចឹងបើសិនជា inflation នឹងកើនឡើងខ្លាំងវាជាបញ្ហានៅក្នុងសេដ្ឋកិច្ចណាបាទអញ្ចឹងឥឡូវយើងមកស្វែងយល់ពី interest rate អញ្ចឹង interest rate អត្រាការប្រាក់ហ្នឹងគឺវាស្មើឲ្យ cost of borrowing money តម្លៃនៃការទឹកខ្ចីលុយពីធនាគារអីអញ្ចឹងណាបាទអញ្ចឹងពេលដែលយើងខ្ចីលុយយើងត្រូវបង់អត្រាការប្រាក់ហើយពេលដែលយើងសន្សំលុយដាក់ក្នុងធនាគារវិញយើងទទួលបានអត្រាការប្រាក់ពីធនាគារវិញអញ្ចឹងណាបាទហើយជាទូទៅ Central Bank ធនាគារកណ្ដាលឬធនាគារជាតិរបស់ប្រទេសនីមួយៗហ្នឹងគាត់ជាអ្នកកំណត់អត្រាការប្រាក់ពេលខ្ចីត្រូវខ្ពស់បំផុតប្រមាណធនាគារអាចគិតពីអតិថិជនហើយពេលអតិថិជនយកប្រាក់មកបញ្ញើហ្នឹងគួរតែផ្ដល់អត្រាការប្រាក់អតិថិជនប្រមាណអញ្ចឹងអាហ្នឹងធនាគារជាតិឬក៏ធនាគារកណ្ដាលហ្នឹងគាត់អ្នកកំណត់ហើយបាទហើយ higher interest rate borrowing cost rise less spending អញ្ចឹងបើសិនជាអត្រាការប្រាក់នឹងខ្ពស់borrowing cost នឹង rise បាទតែការខ្ចីនោះគឺវាcost នៃការខ្ចីបានន័យថាយើងត្រូវបង់ការប្រាក់ទៅឲ្យគេនេះខ្ពស់ដែរអញ្ចឹងវានាំឲ្យមាន less spending បានន័យថាការចាយហ្នឹងថយចុះអញ្ចឹងឧទាហរណ៍ថាធនាគារកំណត់ការប្រាក់ខ្ពស់ប្រជាជនទូទៅឬក៏អ្នកវិនិយោគទូទៅគាត់អត់ចង់ទៅខ្ចីលុយច្រើនទេយកវិនិយោគព្រោះការប្រាក់ខ្ពស់អញ្ចឹងគាត់ត្រូវសងការប្រាក់នឹងច្រើនហើយគាត់ខ្លាចរស់ស៊ីអីទៅខាតអត់ចំណេញអីអញ្ចឹងគាត់អត់ចង់ខ្ចីលុយទេពេលដែលអត្រាការប្រាក់ខ្ពស់ណាបាទប៉ុន្តែពេល lower interest rate cheaper borrowing អញ្ចឹងពេលអត្រាការប្រាក់ចុះទាបនឹងនាំឲ្យមាន more spending បានន័យថានាំឲ្យមានការចំណាយច្រើនដោយសារតែអ្នកវិនិយោគជាពិសេសពេលអត្រាការប្រាក់ចុះទាបគាត់នឹងខ្ចីធនាគារដើម្បីយកទៅវិនិយោគអាជីវកម្មពង្រីក business របស់គាត់បន្ថែមអញ្ចឹងណាបាទដោយសារតែអ្នកវិនិយោគជាទូទៅគឺគាត់កម្រនឹងយកលុយខ្លួនឯងទៅវិនិយោគគាត់ព្យាយាមខ្ចីលុយពីធនាគារដើម្បីយកទៅវិនិយោគបាទអញ្ចឹងឥឡូវយើងមកមើលទំនាក់ទំនងរវាងអត្រាការប្រាក់ហើយនិងអតិផរណាតើពីរហ្នឹងវាមានទំនាក់ទំនងគ្នារបៀបម៉េចអញ្ចឹងណាបាទ
ចឹងអត្រាការប្រាក់ហើយនិងអតិផរណានេះគឺវាមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត closely connected ណាបាទ high inflation central bank raise interest rate to reduce demand អញ្ចឹងបើសិនជាពេលណាមានinflation នឹងខ្ពស់ inflation នឹងកើនឡើងអតិផរណាកើនឡើងធនាគារជាតិឬធនាគារកណ្ដាលហ្នឹងគាត់នឹងបង្កើនអត្រាការប្រាក់ហើយអញ្ចឹងឧទាហរណ៍ថា interest rate ឧទាហរណ៍ថាអតិផរណាកើន 5% អញ្ចឹងធនាគារជាតិគាត់នឹងពិចារណាដំឡើងអត្រាការប្រាក់នៃការខ្ចីហើយគោលបំណងនៃការដំឡើងអត្រាការប្រាក់នោះគឺគាត់ចង់ reduce demand អញ្ចឹងគាត់ចង់ slow down នៅ demand ហ្នឹងបានន័យថាកុំឲ្យមានការខ្ចីច្រើនពីធនាគារដើម្បីយកទៅវិនិយោគដើម្បីយកទៅពង្រីកអាជីវកម្មអីអញ្ចឹងដោយសារតែធ្វើអញ្ចឹងតម្រូវការនៅក្នុងទីផ្សារវានឹងថយចុះបាទអញ្ចឹងបើសិនជាតម្រូវការនៅក្នុងទីផ្សារថយចុះអតិផរណាវានឹងអាចថយចុះតិចម្ដងដើម្បីត្រឡប់ទៅភាពដើមវិញអញ្ចឹងណាបាទប៉ុន្តែដំឡើងអត្រាការប្រាក់ហ្នឹងក៏មានហានិភ័យដែរធនាគារកណ្ដាលជាទូទៅគាត់មានការប្រុងប្រយ័ត្នបើសិនជាគាត់ដំឡើងខ្លាំងពេកវាអាចឲ្យអត្រាអត់មានការងារធ្វើណា unemployment ហ្នឹងកើនឡើងដែរអញ្ចឹងណាអញ្ចឹងការដំឡើងអត្រាការប្រាក់គឺគាត់ថ្លឹងថ្លែងមែនទេហើយមួយទៀត big economy ជាពិសេសពេលដែលសេដ្ឋកិច្ចចុះខ្សោយសេដ្ឋកិច្ចដើរយឺតអត់មានកំណើនហើយ unemployment increase នោះគឺធនាគារជាតិគាត់នឹង cut rate to boost borrowing អញ្ចឹងបានន័យថាពេលសេដ្ឋកិច្ចនឹងមានកំណើនយឺតភាពអត់ការងារនឹងកើនឡើងច្រើនធនាគារជាតិពេលហ្នឹងឬក៏ធនាគារកណ្ដាលពេលហ្នឹងគាត់នឹងបន្ថយអត្រាការប្រាក់ដើម្បីឲ្យអ្នកវិនិយោគហ្នឹងគាត់ខ្ចីលុយឬក៏ borrow លុយពីធនាគារហ្នឹងយកទៅវិនិយោគច្រើនដើម្បីឲ្យសកម្មភាពទីផ្សារហ្នឹងវាមានសកម្មភាពឡើងវិញសេដ្ឋកិច្ចកើនឡើងវិញហើយ unemployment ហ្នឹងវានឹងថយចុះបានន័យថាភាពមានការងារហ្នឹងនឹងកើនឡើងអញ្ចឹងណាបាទអញ្ចឹងsummarize កន្លែងនេះគឺ high inflation high interest rate low inflation lower interest rate បាទហើយ goal របស់វានោះគឺ maintain price stability and encourage growth អញ្ចឹងគោលដៅនោះគឺយើងដើម្បីរក្សានៅស្ថិរភាពតម្លៃហើយនឹងឲ្យមានការរីកចម្រើនខាងសេដ្ឋកិច្ចអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលទៅបន្តអញ្ចឹងអានេះហេតុអីបានជាការស្វែងយល់ពីអត្រាការប្រាក់ហើយនឹងអតិផរណានឹងវាមានសំខាន់សម្រាប់យើងដោយសារតែបញ្ហាទាំងពីរហ្នឹង inflation ហើយនិង interest rate ហ្នឹងវា affect everything ប៉ះពាល់ទៅដល់អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនយើងដូចជាអាហារដូចជាrent ការជួលបន្ទប់បើសិនជាយើងបន្ទប់យើងធ្លាប់ជួលតា50 10ជាឡើង60អានោះវាប៉ះពាល់យើងហើយ saving ការសន្សំបើយើងមានលុយសន្សំយើងដាក់នៅធនាគារបើសិនជាការប្រាក់ចុះថោកយើងបានតិចជាងមុនអញ្ចឹងណាបាទហើយមួយទៀត loan cost យើងទៅខ្ចីលុយគេបើការប្រាក់ឡើងថ្លៃយើងត្រូវបង់ឲ្យគេច្រើនជាងមុនបាទហើយ inflation rise but salary doesn't lower living standard ហើយមួយវិញទៀតបើសិនជាមានអតិផរណាខ្ពស់ប៉ុន្តែយើងជាអ្នកធ្វើការហ្នឹងអត់មានការឡើងប្រាក់ខែទេអញ្ចឹងពេលហ្នឹង living standard របស់យើងនឹងថយចុះបានន័យថាយើងបានប្រាក់ខែដដែលប៉ុន្តែចំណាយរបស់យើងកើនឡើងអញ្ចឹងយើងពិបាកទប់ទល់ការចំណាយណាបាទហើយមួយទៀតគឺ higher inflation rate more expensive loan but better saving return មួយទៀតពេលមានអត្រាការប្រាក់ខ្ពស់more spending loan បានន័យថា more expensive loan ការកម្ចីហ្នឹងគឺយើងត្រូវសងត្រឡប់ការប្រាក់ទៅឲ្យគេនឹងច្រើនដូចគ្នាប៉ុន្តែពេលយើងមានលុយទៅសន្សំយើងក៏ទទួលបានការប្រាក់របស់យើងនឹងច្រើនវិញដែរបាទអញ្ចឹងកន្លែងហ្នឹងបានន័យថាពេលដែលការប្រាក់កើនឡើងអ្នកទៅខ្ចីលុយគេគាត់ត្រូវបង់ច្រើនបង់ការប្រាក់ច្រើនប៉ុន្តែអ្នកដែលមានលុយសន្សំយកទៅដាក់គាត់ក៏ទទួលបានការប្រាក់ច្រើនវិញដែរបាទអញ្ចឹង understanding helps
help with smarter financial decision យើងយល់ពីអត្រាការប្រាក់ហើយនិងអតិផរណាហ្នឹងវាជួយឲ្យយើងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហ្នឹងបានប្រសើរជាងមុនប្រកបដោយភាពវៃឆ្លាតណាបាទហើយចុងក្រោយនោះគឺសង្ខេបមកវិញ inflation គឺ rising prices inflation គឺយើងគ្រាន់តែចាំថាវាគឺជាការកើនឡើងនៃតម្លៃហើយតម្លៃហ្នឹងគឺមានតម្លៃផលិតផលឬសេវាកម្មដែលលក់នៅក្នុងទីផ្សារហ្នឹងណាបាទហើយ interest rate គឺស្មើនឹង main tool to control inflation interest rate គឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីកាត់បន្ថយ inflation ហ្នឹងអញ្ចឹងណាបាទហើយknowing both help you save borrow and invest wisely អញ្ចឹងពេលយើងយល់ពី inflation ហើយនិង interest rate ហ្នឹងវាជួយឲ្យយើងសន្សំលុយខ្ចីលុយឬក៏ធ្វើការវិនិយោគលុយរបស់យើងដែលមានហ្នឹងប្រកបដោយកតេបណ្ឌិតប្រកបដោយបញ្ញាបាទអញ្ចឹងចុងក្រោយគឺសេដ្ឋកិច្ចហ្នឹងវាមិនមែនគ្រាន់តែជាទ្រឹស្ដីទេប៉ុន្តែសេដ្ឋកិច្ចវាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃបាទអញ្ចឹងការយល់សេដ្ឋកិច្ចគឺវាជួយយើងបានច្រើនបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយអរគុណចំពោះការទស្សនាបើសិនជាមានសំណួរអីអាច comment សួរខាងក្រោមបានហើយជួបគ្នានៅវីដេអូក្រោយ